Ok, nơi tiêuបំផុតរឿង Transformer វគ្គ2របស់យើងបានមកដល់ហើយនៅពេលនេះចង់បន្តពីបាត់អស់រយៈពេលយូរឥឡូវនេះយើងនឹងត្រឡប់មកវិញជាមួយនឹងការសម្ដែងរឿងបន្តទៀតហើយចំពោះអ្នកដែលមិនទាន់បានមើលវគ្គ1ក៏អាចទៅចូលទៅមើលវគ្គ1នៅក្នុង channel របស់ខ្ញុំបានដែលខ្ញុំនឹងដាក់ link នៅក្នុង description ឬមួយក៏អ្នកទាំងអស់គ្នាអាចចូលទៅក្នុង channel របស់ខ្ញុំហើយមើលតែម្ដងគឺឃើញតែម្ដងព្រោះថាវានៅមុខនឹងតែម្ដងចាំអ្នកទាំងអស់គ្នាបានចូលមកមើលវីដេអូនេះហើយសូមជួយចុច subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូបន្តទៀតផ្ដាំខ្សែរឿងមកនៅក្នុងប្រទេសចិននៃទីក្រុងសៀងហៃមានការបំពុលដ៏ធំមួយនៅក្នុងរោងចក្រដែលធ្វើឲ្យសមត្ថកិច្ចហ្នឹងត្រូវធ្វើការទម្លាយប្រជាជនចេញពីក្នុងហ្នឹងឲ្យបានលឿនដើម្បីមានសុវត្ថិភាពបន្ទាប់មកគេក៏បានផ្សាយព័ត៌មានពីហេតុការណ៍ហ្នឹងឡើងផ្អើលពេញប្រទេសចិនតែម្ដងហើយខាងមេបញ្ជាការនេះក៏បានបញ្ជូនភ្នាក់ងាររបស់គាត់ហ្នឹងដែលជាភ្នាក់ងារដ៏អស្ចារ្យមួយដែលមានឈ្មោះថា Nest ហ្នឹងទៅកន្លែងកាត់ហេតុហ្នឹងដើម្បីជួយសម្រួលការងារអញ្ចឹងបន្ទាប់មកយើងក៏បានឃើញក្រុមរថយន្ត Autobots ដែលពួកគេឥឡូវនេះខ្លះជាភ្នាក់ងាររបស់ទាហានអញ្ចឹងដែរណាដែលមានដូច Iron High យើងនេះពេលដែលមកដល់ទីតាំងគឺពួកគេអត់ចាំយូរទេធ្វើការចូលទៅមើលទៅដល់ក្នុងតែម្ដងពួកគេក៏បាន scan ចំឡានជោគដីហើយបន្ទាប់មកអាឡានហ្នឹងវាក៏បានប្រែកែខ្លះទៅជាមនុស្សយន្តធ្វើការវាយប្រហារទៅលើពួកខាងទាហានតែម្ដងបន្ទាប់មកក៏មានមនុស្សយន្ត Autobot ដេញតាមអាឡានមនុស្សយន្ត Audi នេះដេញចុះដេញឡើងហ្នឹងក៏ត្រូវឲ្យមនុស្សយន្ត Jet-ski របស់យើងនេះហក់គប់មកកបិតចំពាក់កណ្ដាលឡានហើយចាប់កបិតវិញធ្វើឲ្យអាឡានហ្នឹងដាច់ខ្លួនជាពីរលយខ្លាំងមែនតើពេលនេះអត់មានអ្នកគេអាចចាប់មនុស្សយន្តធំហ្នឹងបានទេគេក៏បានបញ្ជូន Optimus Prime ឲ្យចាត់ការមនុស្សយន្តតែម្ដងឃើញថាបងរបស់យើងគឺថាចេញមកវគ្គនេះគឺអែមខ្លាំងមែនតើចេញមកឆ្វាចជះរៀងសង្ហាតែម្ដងឆក់ចុះលើយន្តហោះមកហើយហក់មកភ្លាមអត់មានអីពិបាកទេហក់មកដល់ចាប់ក្បាលមនុស្សយន្តហ្នឹងបាញ់កំភ្លើងក្បាលប៉ែ3គ្រាប់ដេកពីស្រួលតែម្ដងអត់មានអីពិបាកដូចគេទេឯងបន្ទាប់ពីគេបានកម្ចាត់មនុស្សយន្តធំហ្នឹងហើយគេក៏បាននាំ Optimus Prime ហ្នឹងមកជួបជាមួយនឹងប្រធានាធិបតីពេលដែលបាននិយាយគ្នាជាមួយប្រធានាធិបតីគេក៏បានប្រាប់ទៅថាសង្គ្រាមអាចនឹងកាត់ឡើងម្ដងទៀតដែលសង្គ្រាមហ្នឹងត្រូវបានបញ្ចប់កាលពីវគ្គ1តែមកដល់ពេលវគ្គ2នេះគឺត្រូវបានអស់រយៈពេល2ឆ្នាំហើយតែវានឹងកាត់ឡើងម្ដងទៀតនៅពេលឆាប់ៗនេះហើយកំពុងតែនិយាយហ្នឹងក៏មានប្រូម្នាក់គាត់មកកាត់មាត់ហើយសួរថាតើលោកឯងនឹងអាចចាក់ឈីពិភពនឹងបានអត់ប្រូហ្នឹងក៏ចង់និយាយថាពួក alien ហ្នឹងវាមករកទៅ Optimus Prime ខាង Autobot ហ្នឹងទេវាអត់បានមកបង្កបញ្ហាជាមួយនឹងខាងមនុស្សទេ Optimus Prime ក៏បានតបទៅវិញទៅថាខ្ញុំអាចចេញទៅបានដែរមានអីប៉ុន្តែបើសិនខ្ញុំចេញទៅហើយលោកឯងនឹងជ្រើសរើសផ្លូវខុសទៅលោកឯងគិតមិនបន្ទាប់មកប្រូហ្នឹងក៏បានស្កាត់មកជ្រាបទៅកាមេរ៉ា Sam ពេលនេះកំពុងតែរៀបចំឲ្យវ៉ាន់ដើម្បីទៅរៀននៅប្រទេសបារាំងអញ្ចឹងណាតែគាត់ទៅនឹងមិនទៅម្នាក់ឯងគាត់ទៅជាមួយម៉ាក់ប៉ារបស់គាត់ដែរកាមេរ៉ាសេស្អាតមីក្លារបស់យើងវិញពេលនេះអែមខ្លាំងមែនតើហ្មងហើយនាងសុកនាងក៏បានទៅកាន់ Sam អញ្ចឹងណាដើម្បីសុំ Sam បែកគ្នា Sam គាត់លឿនមីក្លានាងនិយាយថាបែកគ្នាអូ Sam គេជំនាញខាងលួងតែម្ដងគេលួងគេនិយាយចេះចុះថាបងទៅរៀននៅសាលាឆ្ងាយអញ្ចឹងតែបងមានកាមេរ៉ាឲ្យអូនឯងមើលបងនឹងខលវីដេអូជាមួយអូនឯងរយប់អីចឹងណាយ៉ាបរាអែមខ្លាំងមែនតើធម្មតាមើលស្រីជួយប្រេងយើងមកយើងគេថាបែកបើយើងបែកមែនវាមិនចប់ហើយកំពុងនិយាយសុកហ្នឹងស្រាប់តែបងសែមយើងហ្នឹងគាត់ក៏បានធ្វើឲ្យកន្តិចអីគេមួយជ្រុះដល់ពេលជ្រុះទៅវាក៏បានខ្លាចទៅជាដុំអ្វីម្យ៉ាងដែលវាក្តៅរលាកចុះទៅក្រោមបន្ទាប់មកអាកំតិចហ្នឹងក៏បានបញ្ចេញ power មកធ្វើឲ្យអារបស់នៅជុំវិញផ្ទះរបស់សែមហ្នឹងខ្លាចទៅជាមនុស្សយន្តដេញបាញ់គ្នាភោងផាំងពេញហ្នឹងតែម្ដងហើយបន្ទាប់មកពួកវាក៏បានបន្តទៅដេញបាញ់សែមអញ្ចឹងហើយសែមយើងហ្នឹងគឺរត់ចង់បាសសក់ហើយគឺថាពួកអមនុស្សយន្តទូចហ្នឹងបាញ់ផ្អើលពេញមកផ្ទះហ្នឹងតែម្ដងអញ្ចឹងទៅសែមក៏បានសាច់ហៅ Bumblebee ក៏បានចេញមកពីក្នុងឃ្លាំងចេញមកយ៉ាងសង្ហាតែម្ដងហក់មកដល់បាច់ប្រែកាយកាត់ជាមនុស្សយន្តបាញ់ផែទៅលើពួកហ្នឹងហើយ Bumblebee ហ្នឹងគាត់ជ្រុលដៃគាត់ខាន់បាញ់គ្នាយូរបាញ់ផែចំអាផ្ទះរបស់ប៉ារបស់គេហ្នឹងដល់ពេលហើយមានអីទៅមាត់របស់ប៉ារបស់គេហ្នឹងហើយទៅសែមក៏បានដេញគេហ្នឹងឲ្យចូលទៅក្នុងឃ្លាំងវិញបន្ទាប់មកសែមក៏បាននិយាយគ្នាជាមួយ Bumblebee ដែលនិយាយថាពេលនេះខ្ញុំត្រូវសិក្សានៅក្រៅប្រទេសអញ្ចឹងប៉ុន្តែអត់បានយក Bumblebee អញទៅទេដល់ពេល Bumblebee គេលឺអញ្ចឹងទៅគេក៏បានយំអញ្ចឹងណាសែមគេក៏បាននិយាយទៅថាចេះ Bumblebee ឯងរងថ្ងៃជាមនុស្សយន្តទេអញ្ចឹងគួរណាស់ទៅនៅជាមួយនឹងខាង Optimus Prime ជាមួយនឹង Autobot ទៅល្អជាងនៅមួយខ្ញុំអញ្ចឹងណាហើយពេលនិយាយគ្នារួចហ្នឹងសែមក៏បានចេញក្រៅហើយដល់ពេលចេញក្រៅទៅក៏ក្លែកទៅឃើញមីកាឡាចោះចំក្រុមឆែបមីកាឡាមកតាំងការហ្នឹងហើយថែមតែពាក់រ៉ូបសកាន់ផ្កាមកបាច់ឲ្យគេទៀតផងគឺថាលយខ្លាំងមែនតើដែលតាមពិតទៅមីកាឡានាងបានចេញមកដោយសារតែនាងលឺសូរសលេងបាញ់គ្នាអីចឹងណានៅពីចេញពីទូរស័ព្ទរបស់ Sam ពេលនាងកំពុងនិយាយគ្នាអញ្ចឹងនាងក៏បញ្ញាប់មកដល់ Sam អញ្ចឹងណានិយាយទៅគឺគេស្រឡាញ់គ្នាលយខ្លាំងមែនតើដោយថាគេសង្សារគេកំពុងតែមានបញ្ហាទេគឺគេមកភ្លាមតែម្ដងអែមមានចង់បានយ៉ាងដែរហើយបន្ទាប់ពីបានជួបគ្នាហើយហ្នឹងពួកគេក៏បាននិយាយគ្នាលាគ្នាទៅថាបងទៅរៀននៅសាលាផ្សេងអញ្ចឹងណាតែជិះបងនៅនឹកអូនច្រឡំទៅគេថើបគ្នាមកសើដល់ឈ្ងុយឆ្ងាញ់អញ្ចឹងមកហើយបានគេចេញទៅតែមុននឹងចេញទៅ Sam គេបានយកអាកំតិចហ្នឹងទៅឲ្យមីកាឡានាងទុកហើយផ្ដាំនាងថាកំប៉ះវាណា baby បន្ទាប់មកពួកគេក៏បានចែកផ្លូវគ្នាទៅហើយស្រាប់តែមានអាក្រុមរយន្តឡានពជាមួយហ្នឹងវាបានតាមដានមីកាឡារបស់យើងពេលនេះ Sam និងម៉ាក់ប៉ារបស់គេបានមកដល់ប្រទេសបារាំងហើយ Sam ក៏បានរៀបចំឲ្យវ៉ៃវ៉ាន់ដើម្បីចូលទៅក្នុងបន្ទប់ជួល
គេក៏បានបាត់ស្វាមកជួបជាមួយនឹងលីអូដែលពួកគេទៅជួបបន្ទប់នៅជាមួយគ្នាអញ្ចឹងណាហើយមើលទៅSamជាមួយនឹងលីអូពួកគេដូចជាមិនសូវត្រូវគ្នាប៉ុន្មានទេជាមួយនឹងពាក្យសម្ដីបន្តិចក្រោយមកមិត្តភក្តិរបស់លីអូក៏បានឃើញព័ត៌មានមួយដែលចេញមកពីប្រទេសចិនហើយគេបានថតជាប់រថយន្តដែលវាយប្រហារជាមួយនឹងខាងទាហានអញ្ចឹងណាSamក៏បាននិយាយប្រាប់ពួកគេថានេះគ្រាន់តែជាការ edit ទេមិនមែនការពិតទេតែប៉ុន្តែSamគេដឹងរឿងប៉ុន្តែគាត់ថាគេមិនចង់និយាយចឹងខ្លាចពួកនឹងឆោឡោចឹងតែពួកគេហ្នឹងក៏មិនងងដែរពួកគេថាវាមិនមែនជាការ edit ទេវាជាការពិតពេលនេះពួកបិសាច Decepticon នៅខាងលើហ្នឹងវាបានបញ្ជូនកូនចៅរបស់វាឲ្យចុះមកកន្លែងហ៊ានបន្ទាប់មកវាក៏បានចាក់គ្រាប់ឃ្លីពីក្នុងពួររបស់វាចុះទៅខាងក្រោមហើយនៅពេលដែលឃ្លីហ្នឹងវាចុះទៅខាងក្រោមហ្នឹងវាក៏បានផ្គុំគ្នាមកខ្លាចជាមនុស្សយន្តមួយដែលមានរាងតប៉ែតដូចជាជៀនវាក៏បានអាបំពង់ដើម្បីយកវត្ថុមួយនៅក្នុងហ្នឹងពេលដែលវាអាហ្នឹងក៏ដឹងប្រកាសសន្នក៏បានបន្លឺឡើងហើយខាងក្រុមទាហានក៏បានមកកន្លែងហ្នឹងបន្ទាប់មកអាមនុស្សយន្តហ្នឹងក៏ធ្វើការសម្លាប់ទៅលើទាហានម្នាក់ហើយវាក៏បានរត់គេចខ្លួនទៅដោយមានអាមនុស្សយន្តឆ្កែនេះចាំបាញ់ជួយពីចម្ងាយហើយSamយប់នេះទៅបានចូលក្នុងកម្មវិធីជប់លៀងជាមួយនឹងមិត្តភក្តិរបស់ពួកគេថ្មីអញ្ចឹងហើយមីកាឡាបានទេទៅរកSamដោយនាងហ្នឹងបានផាត់មុខយ៉ាងស្អាតតែម្ដងតែខ្លួនយ៉ាងស្អាតដើម្បីខុសពីត្អូញទៅកាន់Samអញ្ចឹងប៉ុន្តែSamបានលើកទូរស័ព្ទទៅដោយសារតែគេអត់បានអនឡាញព្រោះតែគេបានចូលទៅកម្មវិធីហ្នឹងឯងពេលចូលទៅដល់ក្នុងកម្មវិធីSamរបស់យើងក៏បានឃើញនំខេកមួយអញ្ចឹងណាហើយគាត់ហ្នឹងក៏ស្រាប់តែមានអាការៈប្រកាច់ហើយគាត់ហ្នឹងក៏បាននិយាយលឿនហើយគាត់ទៅសេអក្សរជាអក្សរភាសាអីដែលយើងមើលអត់ដឹងហើយស្រាប់តែមានកញ្ញាម្នាក់ហ្នឹងគាត់បានឃើញSamហ្នឹងមានអាការៈចម្លែកអញ្ចឹងហើយគាត់ហ្នឹងមើលទៅចាប់អារម្មណ៍Samយើងខ្លាំងមែនតើនាងអត់និយាយច្រើនទេក៏បានចាប់Samអង្គុយលើកៅអីហើយនាងក៏បានហក់ឡើងទៅលើSamយកតែម្ដងទោះបីជាSamប្រាប់ថាគាត់មានសង្សារហើយក៏ដោយក៏នាងខ្វល់ដែរសំខាន់ចំណងចង់បាយឡើងបន្ទាប់មកស្រាប់តែមានមនុស្សប្រុស2នាក់ហ្នឹងគាត់បានមកស្រែកថាអេឡានអាណាគេហ្នឹងវើយអាកាំប្រូនោះស្រែកញ៉ៃពេញហ្នឹងSamក៏បានរត់ទៅមើលហើយឃើញថាវាគឺជាឡានរបស់គាត់ក៏បានឡើងជិះឡានហ្នឹងដើម្បីប្រញាប់ចាក់ទៅវិញហើយស្រាប់តែកញ្ញាម្នាក់ហ្នឹងមកទៀតបើថាឃើញឡានកាំប្រូភ្លាមខ្ញុំស្លាញ់ឡានកាំប្រូលោកឯងតមកបើកទ្វារចូលយកហ្មងបីSamហាមគាត់មិនគឺគាត់ព្រមគឺគាត់ចូលតែម្ដងគឺថាកញ្ញាហ្នឹងមកក្រាស់ខ្លាំងមែនតើហើយយើងដឹងស្រាប់ហើយឡានហ្នឹងមិនមែនឡានធម្មតាណាដល់ទៅពេលដែលកញ្ញាហ្នឹងកំពុងជិះជាមួយSamហ្នឹងឡានហ្នឹងក៏បានធ្វើទុកកញ្ញាហ្នឹងតែម្ដងដោយក៏ឡុកកញ្ញាហ្នឹងឲ្យបុកក្បាលហើយថែមទាំងចាក់ប្រេងម៉ាស៊ីនដាក់ពេញមុខទៀតរហូតដល់កញ្ញាហ្នឹងទ្រាំលែងបាយហើយចាក់ចេញពីលើឡានតែម្ដងបន្ទាប់មក Bumblebee គេក៏បាននាំSamមកឲ្យជួបនឹង Optimus Prime ក៏បាននិយាយទៅកាន់Samថាសង្គ្រាមនឹងមានម្ដងទៀតប៉ុន្តែSamគេក៏បាននិយាយថាឲ្យខ្ញុំធ្វើយ៉ាងម៉េចខ្ញុំជាមនុស្សធម្មតាទេខ្ញុំមិនមែនជាពពួកអេលៀនដូចលោកឯងផងហ្នឹងហើយខ្ញុំមិនទាំងអាចតតូលឈ្នះពួកគេទៅឃើញថាSamគេអត់ចង់ទៅប្រឡូកលាក់ជាមួយនឹងរឿងសង្គ្រាមទេប៉ុន្តែគេខ្លាចស្លាប់ហើយម្យ៉ាងទៀតគេក៏នៅក្មេងដែរគេទៅមករៀនបញ្ចប់ថ្នាក់វិទ្យាល័យទេហើយគេក៏ដើរចេញទៅពេលនេះខាងពួកបិសាច Decepticon វាបានបញ្ជូនកូនចៅរបស់វាឲ្យមកចំកណ្ដាលសមុទ្រដើម្បីចុះទៅរកសាកសព Megatron ដែលគេបានយកទៅទម្លាក់នៅក្នុងទឹកកាលពីភាគ1ពេលដែលចុះទៅក្រោមជួបជាមួយនឹងសាកសពរបស់ Megatron ហើយក៏មាន Doctor របស់គេម្នាក់ដែលមានពិនចៃហ្នឹងក៏បានឲ្យគ្នារបស់គេហ្នឹងសម្រាប់គ្នារបស់ពួកវាម្នាក់ដើម្បីយក power និងរូបរាងកាយដើម្បីទៅតបជាប់ជាមួយនឹងសាកសពរបស់ Megatron ដើម្បីឲ្យគេមានជីវិតរស់ឡើងវិញបន្ទាប់មកលោក Doctor ហ្នឹងក៏បានយក power ហ្នឹងទៅចាក់ចំកណ្ដាលទ្រូងរបស់ Megatron ដែលធ្វើឲ្យ Megatron ពេលនេះគឺបានដឹងខ្លួនឡើងវិញហើយគឺថាបងយើងដឹងខ្លួនហ្នឹងហោះឡើងទៅលើតែម្ដងពេលហោះចូលទៅដល់ខាងក្នុងហ្នឹងគឺថាធាក់កូនចៅរបស់វាមួយជើងតែម្ដងដោយ Megatron ខឹងជាមួយនឹងបិសាចហ្នឹងខ្លាំងមែនទែនដែលទុកឲ្យគេហ្នឹងស្លាប់បន្ទាប់មកគឺក៏បានដើរទៅខាងក្នុងទៀតដើម្បីទៅជួបអាមេបិសាចដែលមានឈ្មោះថា The Fallen ហើយ The Fallen នេះដែរគឺជាលោកម្ចាស់របស់វាដែលពេលនេះអាបិសាច The Fallen ក៏បាននិយាយទៅកាន់ Megatron ថាយើងនៅបង្កើតកូនចៅរបស់យើងជាច្រើនដើម្បីគ្រប់គ្រងនៅពិភពលោកនេះហើយអ្វីដែលយើងត្រូវការនោះគឺខួរក្បាលរបស់ក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Sam យើងមិនអាចចេញពីទីនេះបានទេដោយសារតែមាន Prime តើតែ Optimus Prime ត្រូវបានស្លាប់ទើបយើងអាចចាក់ចេញពីទីនេះបានចឹងគម្រោងការដ៏ធំរបស់ពួកគេនៅពេលនេះគឺត្រូវតែយកខួរក្បាល Sam ឲ្យបានចាំមកដល់ Sam នៅពេលនេះគេកំពុងតែថ្នាក់រៀនហើយគេក៏មានអាការៈប្រកាច់ហើយក៏បាននិយាយម្នាក់ឯងនឹងលឿនអញ្ចឹងណាបន្ទាប់មកគាត់ហ្នឹងក៏បានឡើងទៅលើក្តារខៀនហើយបានបញ្ចូលអ្នកទាំងអស់គ្នាពេញថ្នាក់តែម្ដងហើយទៅសេអក្សរស្អីមិនដឹងអាភាសាថ្ងៃមុនហ្នឹងបន្ទាប់មកគ្រូរបស់គេហ្នឹងក៏បានដេញគេចេញតែម្ដងដោយសារតែនេះគឺជាមហាវិទ្យាល័យរបស់គាត់អញ្ចឹងណាមិនមែនលោក Sam ហ្នឹងចេះជាងគាត់ទេបន្ទាប់ពីត្រូវបានគ្រូដេញចេញហ្នឹងគេក៏ប្រញាប់ទេទៅមីកាឡាភ្លាមតែម្ដងដែលប្រាប់ថាកុំឲ្យប៉ះកំតិចដែលគេផ្ញើទុកឲ្យអសោះមីកាឡានាងនៅខាងSamដល់ឡើយទេដោយសារតែយប់មិញហ្នឹងSamអត់បានលើកទូរស័ព្ទរបស់នាងអញ្ចឹងណាតែនាងក៏នៅតែនិយាយប្រាប់Samទៅថានាងអត់បានប៉ះរបស់ហ្នឹងទេហើយនៅពេលដែលកំពុងនិយាយហ្នឹងនាងក៏បានឃើញអាកុំមនុស្សយន្តមួយហ្នឹងវាបានតាមដានរាល់ការនិយាយគ្នារបស់នាងអញ្ចឹងណាហើយនាងក៏បានឃើញអាមនុស្សយន្តហ្នឹងវារត់ទៅបើកប្រអប់ដែកដែលនាងបានទុកកំតិចនៅក្នុងហ្នឹងដល់ទៅនាងហ្នឹងក៏បានទៅចាប់អាមនុស្សយន្តតាមដងហើយនៅពេលចាប់បានហ្នឹងនាងក៏បានយកភ្លើងទៅដុតភ្នែករបស់វាមកជាហៀងអាមនុស្សយន្តហ្នឹងដល់ពេលដែលវាបាត់ភ្នែកមកជាហៀងអញ្ចឹងវាក៏ខឹងហើយក៏បានជេរមីកាឡាតែម្ដងបន្ទាប់មកនាងក៏បានចាប់អាមនុស្សយន្តដាក់ចូលក្នុងហັບមួយអញ្ចឹងហើយក៏បានឡើងយន្តហោះដើម្បីជិះមករកSamឃើញថានៅពេលនេះSamយើងគាត់ចូលទៅដល់ក្នុងបន្ទប់ភ្លាមហ្នឹងគាត់វល់វក់ជាមួយនឹងអាការសរសេរអក្សរខ្លាំងមែនទែនគាត់ឲ្យសរសេរគូក្វេក្បាលពីក្នុងបន្ទប់តែម្ដងអាប៉ាលីអូគេឃើញកញ្ញាម្នាក់ហ្នឹងដើរគេក៏បានចូលបញ្ញាដោយសារតែនាងគឺជាក្រាស់របស់គេតែចៃដន្យអីម្នាក់ស្រីហ្នឹងគឺអត់ខ្វល់ជាមួយប៉ាលីអូទេបើជាសួរទៅអាប៉ាលីអូហើយចេះ
แซมมาแต่เอาต่อมันเลี้ยงนั่งกับบ้านดาวแต่เราแซมดาวทำตุบแซมดองยีก็ท่ากันยามเนี่ยนี่สหายครั้งเหมือนกันเปแต่ดาวเลี้ยงก็มันจำอยู่ได้กับบ้านเรนลีโอไอจันปีประตูนั้นให้เลี้ยงกับบ้านแต่เราแซมจับแซมไว้หลังแซมดองตัวแซมความปากกายังไม่กอดเนี่ยกันยามเนี่ยนั่งได้ใจเราได้ปีนี้มีขลานเลี้ยงกับบ้านมาดองกับหลายแซมเลยมอมให้เลี้ยงกับบ้านบ้านเวียมาคว้าเคยจะแซมกับปงกับทับเคยจะบวนในกันยานั่งเลี้ยงกับบ้านดาวจันทวินแซมกีกับบ้านตามมีเขล่าให้ซับได้กันยามเนี่ยนู้บ้านมันจะยันดาโดเว้งโดยใบซ้ายจับกอแซมเบาเป็นอยู่ตบมีเขล่าเลี้ยงลือสำเร็จอย่างเงี้ยอย่างไงเป็นเหมือนตบเลี้ยงก็สำเร็จจัดดาวบ่บกลอยวิ่งให้บางเวียมอเคยท่ากันยามเนี่ยนู้ตามปัดคือเจี๊ยบใบซ้ายเอเหลืองซอเปิดเคยแบบนี้พวกเกย์ก็ประหยัดรถเช่นเดียวกันเราโฮโจตรอกน้องบอลอะไรมวยกันยาเอเลียนนู้ก็โจดินตามพวกเกย์ตามหมดดอลตีกันไหลนี่เตียดพวกเกย์กับบ้านรถเช่นปีบอลอะไรให้กับบ้านโจตะน้องลานมวยดังใบชีจ่าเช่นแต่ละซาแต่มีแค่ล้านเลี้ยงจิตยาดัดทัวร์มันโตซับยังก็จะช็อกสายล้านทัวร์ไอ้ล้านต้องแช่บ้านโดยจิตน้องแกมจีจ่าเอจังหากพวกเกย์กับบ้านจีจ่าเช่นเตอเอเลียนนู้น่าจะแต่ตามพวกเกย์เตียดมีแค่ล้านยังกับบ้านจีล้านบอกเอเลียนนู้จอบนังปังโกเพลื้งหายไทม์แต่งกันไปเหลือติดพองเห็นทับสังสารพ่อไงหากจิตมุกบานมันติดนั้นก็มีจะทอมวยกรึกบ้านจับพวกเกย์โยกเตกันไหลมวยเปดาจะดอวีกับบ้านตำเละลานระบอบพวกเกย์ไปเลยมากร้องไปหายจีมาโดยไม้หายมาตายว่าแต่พวกเกย์นั้นมันการระบายไล่โปรแต่ลานนู้ก็มีปูงกาปีสปัตเพียบเป็นนี้เมกะตอนเวียบ้านตอดแซมจอมกร้องให้เป็นยับเอาด็อกเตอร์ระบอบเกย์นั่นแหละยกคู่ขบาระบอบแซมพรีมจำดองหากเป็นด็อกเตอร์นู้จับดำนั่งสับจากออโตมัสไพร์มเหาะไปเรือดำโบโจมกบามโบบีตุ่มลุนจียงโจมกไว้ขึ้นจมูกน้ำปุเมกะตอนเป็นดังออโตมัสไพร์มเยอะทั้งหักบันโดยเชียบันโกนใจระบอบเมกะตอนมีกรอบปงที่เซนปีกันหลายเคลียงตอบมอปูเกนั่งก็บ้านรถเกยขลุ่นแต่ออโตมัสไพร์มเยอะนั่งก็บ้านดินตามให้กับเธอปุเวียนั่งหอมบกไพร์มเยอะบนตอบมอกบากาวีปหาจะเลยกรมปุมันดูจนใบสายตั้งแต่มาดองหายเคยท่านในโครงการไว้นี้นั่งออโตมัสไพร์มเกยไว้คลั่งเหมือนเต้นแต่เกมเนี่ยโยชเนี่ยปุกรมเมกะตอนบานอย่างซีพอยดำดองแปลงแบบนี้คือทางกับคนคลังเชียงแบบมวยช่างอ่ะบรรทบมอคลีระบอบวิกับบ้านมักช่วยเมกะตอนบรรทายมันเติบทัวเอาออโตมัสไพร์มเยอะมันตุบตัวจมูกปุเวจวบให้กระเตยบ้านปุเวนั้นจับครูนจวบให้เมกะตอนนั่งกับบ้านแถมาเชิงจำทีมใบทีมชายดำดองแต่เกมในใต้มันบอกบ้องให้กับบ้านเงือบโชว์ล้างเหมือนตอกลางไปที่จมูกน้ำปุเวมันตอเตียนให้เงือบมอกมาดองนี่คือทางคลังคลายโยตแมนเต้นดอกดาวปีดาวดิงกับไดกับเชิงปุเวเราลังตะลึงขบ้าหายจับเบาะขบ้าเบียกติดปีดำดองมันตอบว่าเกกับบ้านไซดอกแซมมันบ้านมือนั่นก็เตยบ้านเมกะตอนนั่งจับไปก้อยน้องใบมาขวบกำเพลิงนั่งสลับบัตเตอร์พัชกูสไลครั้งเหมือนเต้นโดยเฉพาะในเป็นที่หาไม่ไปซาเดฟอร์เลนวีก็อาจจะจึงปีกันไหลนังบ้านให้เดซาแต่ออโตบัสไพร์มกิจการบ้านสลับเป็นนี้ครมออโตบัสบ้านบอกได้แซมก็รถโชว์จากน้องล้านบอมบบีให้พวกเกกับบ้านบังกาปีแซมรถเพียครูนเจนเตอร์บรรทบปีเหตุการณ์นั่งรู้พวกเกกับบ้านเป็นจูนสะสมระบบออโตบัสไพร์มยกหมกไอพวกกรมที่ฮินเบอร์แต่พวกเกข้างคลาเหมือนเต้นให้กับบ้านใหญ่ท่าตอนนี้เชื่อไว้ให้โปรมเนี่ยนั่งกอดกับบ้านใหญ่ท่าขับยกกับตีเอชายนี่จะตัวบ้าเจ้าตื่นคือท่าโปรมเนี่ยนั่งใหญ่ลอยครั้งเต้นโลกาเต้นบอลยืนนั่งกอดกับบ้านคอมใหญ่ช่วยโปรมเนี่ยนั่งตายก็เตยบ้านโปรมเนี่ยนั่งกอดดอกโหดโจกาดระบบกอดเจนต่อยในเป็นนี้คือกอดขมิ้นดำไหนโครงการบัญชีกองตัวบานอุเตกรมออโตบอสพวกเกจ้องแต่สำหรับกรมที่ยืนนั่งเจ้าเตแต่ไอรอนไฮก็บ้านปรับเตยท่านี่มันเป็นจีออโตมัสไพร์มจังบ้านเตก็ไอ้นั่งมัดติดเนี่ยเป็นนี้อยากไปใส่เดอะฟอร์เรนวีบางประกาศด่ามุกโจตัวขนมตัวได้ใหญ่ท่ายืนเตยกาแต่ขมิ้นโปรแซมแต่มันเนี่ยกดให้บ้านบอกให้รูปทอระบบแซมโจตัวขนมตัวมันต่อบอลใหญ่ไทม์จะท่าบ้านเนี่ยน่าเห็นเละขมิ้นแซมนี่เชิงไปยืนดึงกลุ่มติดพิภพโลกนี่เจ้าตำแต่มือประเภทกัดมักดอแซมในเป็นนี่เก็บปัจจัยซอกได้คลามันเต้นได้ออโตมัสไพร์มบ้านบัดบองชีวิตได้ซาตะเก้หายกีกับบ้านเคยปอดเมนนั่งดูขี้เนี่ยเกยังก้อยกัดมือสันตู้ให้กับบ้านสบายจัดหาเกจะทัวไอออติมัสไพร์มดูหลังวิ่งแซมบ้านบังให้อโซ่ได้เนื้อหรือได้แต่บอกเกแต่การมันดูยนพลูแต่งปีแต่พวกเกมันใช้อานุเตลีโอกับบ้านปรับตะเกไว้ท่ามีมันดูมันเนี่ยได้ดังอโซ่นี่บ้านแต่เกนั้นมีชัวท่าโรโบวอริโอปลักสายพวกเกกับบ้านฟูดำน้ำแต่โรโบวอริโอไว้เป็นแต่ดอลตั้งแต่ปัจจุบันอัปเปเมสเกสเวนกับเพียมวยซอได้เป็นนี้กดบ้านแหลกลุ้นหมดทัวร์จิเนี่ยหลุดสเกาะจมูกนำได้บอกว่าแซมเก็บบ้านสมัยก่อนช่วยแต่กดมันจ้องช่วยดูเตะโปรแต่แซมต้องมีแค่ล้านนั่งหายแต่ทัวร์ไอ้กลมสเกอร์สเวนใจบ้านบัดแซมเก็บคำเปลืองเรียบรอบรอดอเกย์ใหญ่ท่าเรื่องเอาไว้ต่างออสทัดขนมกาจองจำในคูขบ้านบอกเกย์เปย์ได้กดลือดูชแนกกดก็ช่วยกดบ้านบ้านบนโต๊ะสังกัดนำใบไอ้ปุ๊กเกย์แต่มือไอ้กระซ่าได้กดบ้านลุยยกมอกมุนเปย์ได้สเกอร์สเวนใจบ้านบัดหายเปย์กับปงแต่มือนั้นปุ๊กเกย์มันโยเตมีแค่ล้านเนียงก่อนนักเคยมาดูย้อนได้เนียงจับมกเนียงกับบ้านตียกเวียหมอกเอาช่วย
ពេលដែលបើកប្រអប់មកនាងក៏បាននិយាយលួងលោមទៅអាកូនមនុស្សយន្តនឹងថាអូឲ្យខ្ញុំសុំទោសផងដែលខ្ញុំធ្វើឲ្យខូចភ្នែករបស់លោកមកខាងតែខ្ញុំសូមឲ្យលោកនឹងជួយពួកខ្ញុំដើម្បីស្វែងរកទីតាំងនេះបន្តិចមនុស្សយន្តនោះក៏បានជួយហើយគេមើលរូបភាពហើយក៏បានប្រាប់ថាខ្ញុំមិនចេះអានទេតែខ្ញុំអាចបង្ហាញដល់ទាំងអស់គ្នាបានដោយសារតែផែនទីបន្ទាប់ពីដឹងទីតាំងរួចពួកគេក៏ប្រញាប់ទៅតាមទីតាំងនោះពេលទៅដល់កន្លែងនោះវាគឺជាសារមន្ទីរហើយពួកគេក៏បានរៀបចំផែនការមួយដើម្បីចូលទៅក្នុងនឹងបានដោយលីអូគេបានបន្លំខ្លួនធ្វើជាចេញពីបន្ទប់ទឹកហើយត្រូវការកណ្ដាស់ជូតមាត់ដោយសុំឲ្យលោកសន្តិសុខនឹងជួយយកឲ្យគេបន្តិចហើយចំណែកឯគាត់នេះវិញបានបន្លំខ្លួនធ្វើជារូបម៉ានីកាំងដើម្បីឆក់ពូសន្តិសុខពេលលោកពូសន្តិសុខយកក្រដាសទៅឲ្យលីអូគេក៏បានឆក់លោកពូសន្តិសុខនោះដោយមិនប្រយ័ត្នហ្នឹងគេក៏ដើរតាក់ជើងជាមួយនឹងលោកពូសន្តិសុខហ្នឹងហើយក៏បានឆក់ខ្លួនឯងថែមទៀតតែនៅទីបំផុតពួកគេក៏អាចចូលមកដល់ខាងក្នុងហើយក៏បើកការ scan ទៅចំយន្តហោះមួយសែមក៏បានយកគំនិតរបស់គេចេញមកហើយវាក៏បានឆក់ជាមួយនឹងយន្តហោះនោះបន្ទាប់មកវាក៏បានប្រែក្លាយទៅជាមនុស្សយន្តដែលមានឈ្មោះថា Decepticon យើងឃើញថាមនុស្សយន្តនេះចាស់ខ្លាំងមែនតើហើយពួកគេក៏បានសុំគាត់និយាយគ្នាមនុស្សយន្តនោះក៏បានប្រាប់ពួកគេថាសង្គ្រាមវគ្គ2នេះគឺនឹងទៅកើតមានឡើងហើយគ្មានអ្នកណាអាចទប់ទល់ជាមួយនឹង Amebeside The Fallen បាននោះទេមានតែ Optimus Prime ប៉ុណ្ណោះដែលគេអាចយកឈ្នះទៅលើវាបានអាកុំមនុស្សយន្តនោះវាក៏បាននិយាយថាខ្ញុំចង់បដូរក្រុមមកក្រុមអ្នកទាំងអស់គ្នាវិញបន្ទាប់មកមនុស្សយន្តនោះក៏បាន teleport ធ្វើឲ្យគ្រប់គ្នាបានហោះមកដល់ប្រទេសអេស៊ីបដើម្បីទៅរកប្រាសាទពីរ៉ាមីតពេលនេះមានវិធីសាស្ត្រតែមួយគត់ដែលអាចជួយ Optimus Prime បានគឺទៅយកវត្ថុ Matrix ទៅដាក់ក្នុងខ្លួនរបស់ Prime ពួកគេក៏បានប្រញាប់ទៅរកភ្លាមពេលនេះពួកគេបានជិះចូលមកដល់ក្នុងតំបន់មួយនៃប្រទេសអេស៊ីបហើយក៏មានឡានប៉ូលីសបានដេញតាមពួកគេបន្ទាប់មកពួកគេក៏បានរត់ពួនហើយប្រញាប់ទៅកាន់ខាងលោកកាប៉ាតែនដោយប្រាប់ពីកន្លែងដែលពួកគេកំពុងតែនៅលោកកាប៉ាតែនរបស់យើងក៏ជឿជាក់ទៅលើពួកគេក៏បានសូមការអនុញ្ញាតពីនាយករដ្ឋមន្ត្រីពួកគេក៏បានចូលមកដល់កន្លែងខ្លោងទ្វារតំបន់អេស៊ីបហើយគេក៏បានមកឆែកឆេរពួកគេតែគាត់ស្លាប់ខ្លាំងមែនទែនគាត់អាចនិយាយភាសារបស់អេស៊ីបបានបន្តិចហើយគាត់បន្លំថាពួកខ្ញុំមកលេងជាលក្ខណៈគ្រួសារហើយខ្ញុំមកពីញូវយ៉កពេលដែលអ៊ំស្រីបានឮថាមកពីញូវយ៉កគឺគាត់បើកទ្វារឲ្យចូលភ្លាមតែម្ដងតែកាមេរ៉ាក៏បានចាប់ចំមុខរបស់សែមហើយបានផ្ដល់ដំណឹងទៅកាន់ពួក Decepticon នៅខាងលើពេលនេះពួកគេបានលួចចូលមកដល់ក្នុងប្រាសាទពីរ៉ាមីតហើយត្រូវសម្រាកនៅទីនេះមួយយប់សិនយប់ឡើងពេលកំពុង switch ជាមួយនឹងមីខាឡាស្រាប់តែសែមបានឃើញអ្វីមួយនៅភ្នំពេត្រាហើយក៏បានដាស់ពួកគេឲ្យងើបបន្ទាប់មកពួកគេក៏បានចេញដំណើរទៅពេលនេះខាងក្រុមទាហានដែលកំពុងធ្វើដំណើរមកហ្នឹងក៏បានប្រកាសថាម៉ាស៊ីនយន្តហោះរបស់ពួកគេកំពុងតែមានបញ្ហាលោកខាប្រទេសរបស់យើងគាត់ក៏បានពាក់ឆ័ត្រយោងឲ្យប្រូហ្នឹងហើយរុញឲ្យប្រូហ្នឹងធ្លាក់ចុះតែម្ដងឲ្យសំមុខរែងពេលនេះពួកគេបានមកដល់ទីតាំងហើយក៏បានចូលទៅដល់ក្នុងគាត់តែចូលទៅក្នុងភ្លាមហ្នឹងគឺថាមនុស្សយន្ត2នាក់ហ្នឹងវាបានឆ្លុះគ្នានឹងវាយគ្នារហូតបោកបុកជាងហើយក៏ត្រូវបានបាំបប៊ីហ្នឹងចាប់កវត្តចោលទាំង2នាក់តែម្ដងសែមក៏ឲ្យបាំបប៊ីបាញ់កន្លែងនោះបន្ទាប់ពីបាញ់ហើយពួកគេក៏បានដើរចូលទៅដល់ក្នុងហើយក៏ប្រទះឃើញវត្ថុ Matrixតែពេលសែមយកដៃទៅចាប់វាវត្ថុនោះក៏រលាយបាត់ទៅនៅសល់តែកម្ទេចតូចសែមក៏បានយកកម្ទេចនោះទៅខ្ចប់ចូលទៅក្នុងថង់ដោយប្រាប់ពួកគេថាវានឹងដំណើរការតែមើលទៅពួកគេដូចជាគ្មានសង្ឃឹមនោះទេពេលនេះខាងទាហានអាមេរិកពួកគេបានមកដល់ទីតាំងហើយក៏បានទម្លាក់សាកសពរបស់ Optimus Prime ចុះមកក្រោមរួចដាក់ពង្រាយទាហានពេញទីតាំងនៅទីនោះរួចជំរាបប្រជាជនដែលនៅទីនោះឲ្យចាក់ចេញពីកន្លែងនេះពេលនេះដល់ពេលដែលពួកគេត្រូវប្រយុទ្ធហើយ Megatron ក៏បានហៅក្រុមបិសាច Decepticon របស់គេនឹងឲ្យចុះមកហើយបើកការវាយប្រហារខាង Leo នេះវិញក៏បានជួបជាមួយនឹងឡានធំ4គ្រឿងហើយវាក៏បានសូមបញ្ចូលគ្នាប្រែកាយខ្លះទៅជាមនុស្សយន្តមួយដែលមានមាឌធំខ្លាំងមែនតើហើយក៏បានហាមាត់សូបយកវត្ថុគ្រប់យ៉ាងដែលមាននៅជុំវិញនោះទាំងអស់ដោយសូម្បីតែដីខ្សាច់ហ្នឹងក៏វាសូបយកទៅដែរពួកគេប្រញាប់តោងរៀងខ្លួនតែមនុស្សយន្តពណ៌ក្រហមនោះតោងមិនជាប់នោះទេក៏ត្រូវបានសូបយកចូលទៅក្នុងពោះបាត់តែគេមិនទាន់ស្លាប់នោះទេគេក៏បានវាយចេញពីក្នុងមុខរបស់អាមនុស្សយន្តហ្នឹងដាក់ខ្វាក់ភ្នែកតែម្ដងមិនដែរអូនបងវាតូចទៅតាន់ចង់ស៊ីបងមែនមិនមែនជារឿងងាយស្រួលទេបើបន្ទាប់មកមនុស្សយន្តពណ៌បៃតងហ្នឹងក៏បានឡើងទៅជួយបងប្អូនគេពួកគេចូលដៃគ្នាវាយជាមួយនឹងមនុស្សយន្តហ្នឹងឡើងលយអស្ចារ្យតែម្ដងពេលនេះអាមនុស្សយន្តមួយហ្នឹងវាក៏បានខ្ជាក់ពុកម្ដាយរបស់សែមចេញមកក្រៅសែមក៏បានទៅនិយាយជាមួយវាដើម្បីកុំឲ្យវាធ្វើបាបពុកម្ដាយរបស់គេបន្ទាប់មកបានបប៊ីហក់មកវាយពីលើយ៉ាងសង្ហាតែម្ដងដាក់មួយជើងគិតតែហក់បត់កហើយក៏មានអាមនុស្សយន្តឆ្កែហ្នឹងវាបានហក់ឡើងទៅលើកោបានបប៊ីតែក៏ត្រូវបាំបប៊ីយើងនឹងចាប់ហែកចេញឆ្អឹងតែម្ដងបន្ទាប់មកសែមក៏បានឲ្យបាំបប៊ីយកឪពុកម្ដាយរបស់គេចាក់ចេញទៅរួមជាមួយនឹងមីខាឡាផងដែរ
តែនាងមិនទៅណាទេនាងចង់នៅជាមួយនឹង Sam ហើយពួកគេក៏បានបន្តដំណើរទៅមុខទៀតដើម្បីទៅរកសាកសពរបស់ Optimus Prime ខាងអ្នកបើកយន្តហោះនេះត្រូវ Megatron បាញ់ឲ្យចំមួយគ្រាប់ផ្លោកចុះមកក្រោមលោក Sector 7 យើងហ្នឹងគាត់ក៏បានទៅជួយហើយក៏បានសុំអេកុំតាក់ទងដើម្បីសុំជំនួយបន្ថែមដែលជាកាំភ្លើងអេឡិចត្រូនិកបាញ់ចេញពីទូកំបាំងនៅលើទឹកហើយមើលទៅកាំភ្លើងនោះគឺពិតជាមានល្បឿនលឿនខ្លាំងមែនទែនបាញ់ចំអាមនុស្សយន្តនឹងភ្លាមដាច់ខ្លួនជា3តែម្ដងពេលនេះខាងមនុស្សយើងព្យាយាមបាញ់ពួកអាបិសាចមនុស្សយន្តនឹងដើម្បីឲ្យ Sam គេអាចទៅដល់សាកសពរបស់ Optimus Prime បានពេលនេះមនុស្សយន្តចាស់របស់យើងនឹងគាត់ក៏បានចូលមកដែរហើយក៏បានចូលជាមួយនឹងពួកគេបានបន្តិចស្រាប់តែមានមនុស្សយន្តត្បុលពីក្រោមដីនឹងហក់មកវាយពោះរបស់គាត់ហើយមួយឡើងដាច់ពោះរបស់គាត់គួរឲ្យអាណិតខ្លាំងមែនតើតែគាត់ក៏អាចសម្លាប់វាបានវិញបន្ទាប់មកពួកគេក៏ព្យាយាមរត់ព្រោះតែមានការទម្លាក់គ្រាប់បែកពីខាងលើតែជាអកុសល Sam ក៏ត្រូវបាន Megatron នឹងបាញ់មួយគ្រាប់ធ្វើឲ្យគេនឹងទៀតមួយទំហឹងស្លាប់បាត់មិនដឹងខ្លួនខាងមនុស្សយើងក៏ព្យាយាមបាញ់ Megatron ដល់ Todd Island រួចហើយវាក៏បានរត់គេចបាត់ទៅមីខាឡានាងពិតជាមានការសោកស្ដាយខ្លាំងមែនទែនដែលនាងជុំផងសែកផងហៅ Sam ឲ្យគេងើបឡើងវិញគេក៏ខំប្រឹងឆក់កន្តាក់បេះដូងរបស់ Sam តែគេនៅតែមិនអាចងើបឡើងបានរហូតដល់ Sam គេយល់សប្តិឃើញថាគេនៅក្នុងប្រឡាយមួយហើយក៏មានក្រុមពពួក alien ដែលមានរូបរាងស្តៀងនឹង The Fallen ដែលជាអ្នកដែលប្រយុទ្ធការពីជំនាន់មុនដើម្បីការពារវត្ថុ Matrix ហើយពួកគេបាននិយាយទៅកាន់ Sam ថាឯងពិតជាស័ក្តិសមនឹងការទទួលបានវត្ថុ Matrix នេះក៏ព្រោះតែឯងនេះបានលះបង់ជីវិតដើម្បីជួយជាមួយនឹង Optimus Prime ហើយពួកគេក៏បានឲ្យ Sam ត្រឡប់ទៅជួយ Optimus Prime វិញបន្ទាប់មក Sam គេក៏បានដឹងខ្លួនឡើងវិញហើយកំទេចដែល Sam បានយកមកនោះវាក៏បានប្រែក្លាយទៅជាវត្ថុ Matrix ហើយគេក៏បានយកវាទៅចាក់លើទ្រូងរបស់ Optimus Prime គ្រាន់តែចាក់ទៅលើ Optimus Prime ព្រាមគេក៏បានដឹងខ្លួនឡើងវិញតែមិនបានប្រមាណផងគេក៏ត្រូវបានអាមេបិសាច The Fallen ហ្នឹងមកដណ្ដើមយកទៅដាក់ចូលទៅក្នុងកំពូលនៃប្រាសាទ Pyramid ខាងទីហ៊ានក៏ចម្លងកណ្ដុងបាញ់មកកាន់កន្លែងនោះតែអាបិសាច The Fallen វាមានសមត្ថភាពអាចធ្វើឲ្យយុទ្ធក្រោះទាំងអស់ហ្នឹងអណ្ដែតឡើងលើហើយទម្លាក់ចុះវិញបានពេលនេះមនុស្សយន្តចាស់ Decepticon គាត់សុខចិត្តស្លាប់ដើម្បីដក power របស់គាត់ហ្នឹងដែលមានឲ្យទៅ Optimus Prime ហើយរាងកាយរបស់គាត់ហ្នឹងក៏បានហោះចូលទៅកាន់ Prime ដែលពេលនេះ Optimus Prime របស់យើងហ្នឹងគាត់មានកម្លាំងខ្លាំងក្លាមែនទែនដែលមិនធ្លាប់មានពីមុនមក Optimus Prime ក៏បានហោះទៅបុកអាបេបិសាច The Fallen ហើយក៏បានបាញ់មួយក៏ធ្វើឲ្យផ្ទុះតិចបន្ទាប់មកវាយគ្នាជាមួយនឹង The Fallen Megatron ក៏បានចុះមកជួយតែមិនអាចយកឈ្នះ Prime វាបានទេក៏ព្រោះតែ Prime របស់យើងបាញ់មួយគ្រាប់ចំកណ្ដាលមុខហើយបាញ់មួយកំភ្លើងធំខ្ទាតចាញ់ចង់10ម៉ែត្រហើយបន្ទាប់មកចាត់ការ The Fallen ដោយប្រើក្បាច់គុណបង្វិលខ្លួនចាក់មួយលំពែងហើយដាក់មួយដៃចូលទៅក្នុងខ្លួនស្លាប់បាត់ទៅយើងឃើញថា Megatron គេមិនទាន់ស្លាប់នោះទេហើយវាក៏បានហោះឡើងទៅលើជាមួយនឹងកូនចៅរបស់វាបាត់ទៅបន្ទាប់មក Optimus Prime យើងក៏បានដើរចេញមកយ៉ាងសង្ហាហើយបានទម្លាក់អាវុធចុះ Sam និង Mikela បានអោបគ្នាហើយម៉ាក់ប៉ារបស់គេហ្នឹងក៏បានមកជួបជុំគេវិញបន្ទាប់ពីហេតុការណ៍នោះរួច Prime ក៏បានអរគុណទៅកាន់ Sam ដែលធ្វើឲ្យគេមានជីវិតរស់ឡើងវិញហើយនៅថ្ងៃអនាគតពួកគេនឹងប្រឈមមុខជាមួយគ្នាក្នុងសង្គ្រាមទៀតព្រោះតែវានៅមិនទាន់ចប់ដល់ទេហើយរឿងរបស់យើងក៏បានកាត់ចប់ត្រឹមនេះសូមអរគុណដល់ទាំងអស់គ្នាដែលបានទស្សនារហូតមកដល់ពេលនេះសូមជូនពរឲ្យសុខភាពល្អសំណាងល្អរកស៊ីមានបានណាបាយបាយ